សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube រូបវិទ្យាថ្នាក់ទី12បាទហើយនេះគឺជាវីដេអូមួយដែលឆ្លើយតបទៅកាន់បងប្អូនដែលជួបគ្រូតែងតែសួរថាតើមេរៀនណាខ្លះដែលអាចបញ្ចេញប្រឡងបាក់ឌុបនៅក្នុងឆ្នាំសិក្សា2024-2025ខាងមុខនេះបាទដូច្នេះខ្ញុំក៏បានរៀបចំវីដេអូនេះឡើងទៅហើយលោកគ្រូសូមបញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នាថាលោកគ្រូមិនជាអ្នកចេញវិញ្ញាសាប្រឡងបាក់ឌុបបាទមុខវិជ្ជារូបវិទ្យានឹងអីទេគ្រាន់តែលោកគ្រូទាយបាទដើម្បីឲ្យបងប្អូននឹងគឺអាចបន្ថែមចំណុចខ្វះខាតទៅលើមេរៀនទាំងអស់នេះបាទព្រោះមេរៀនដែលលោកគ្រូទូទាយហ្នឹងគឺភាគច្រើនគឺចេញប្រឡងបាទសឹងទៅរាល់ឆ្នាំបាទសឹងទៅរាល់ឆ្នាំដូច្នេះកុំឲ្យខាតពេលយូរសូមបងប្អូនបាទទាំងអស់គ្នាទៅមើលបាទមេរៀនដែលអាចចេញប្រឡងបាក់ឌុបនៅពេលខាងមុខនេះបាទដូចតទៅបាទអញ្ចឹងដំបូងគឺតកតងនឹងមេរៀនទ្រឹស្ដីស៊ីតិចនៃសមានិកបាទគឺឧស្សាហ៍ចេញបាទសឹងតែរាល់ឆ្នាំហើយមេរៀននេះបាទហើយសម្រាប់មេរៀនទី2ហ្នឹងគឺបន្តគ្នានេះបាទគឺច្បាប់ទី1 thermodynamic បាទអញ្ចឹងច្បាប់នេះគឺមានរូបមន្តហើយច្រើនដែរហើយនិយមន័យទាំងអស់ហ្នឹងបាទហើយមួយទៀតគឺម៉ាស៊ីនបាទគឺវាភ្ជាប់គ្នាបាទមេរៀនបាទទាំង3នេះបាទម៉ាស៊ីនហ្នឹងគឺចេញសឹងតែរាល់ឆ្នាំហើយបាទហើយមេរៀនមួយទៀតគឺមេរៀនទី3ដែរតែនៅក្នុងផ្នែកចម្ពោះទី3បាទទៅទៅអូតូអានិសង្សតទៅនឹង CQV បាទ LC បាទហើយចុងក្រោយបាទគឺមេរៀនទី4បាទ CQV ចរន្តខ្លះបាទអញ្ចឹងឆ្លងកាត់ការប្រឡងឆ្នាំរួចហើយបាទទាំងពីរឆ្នាំហ្នឹងគឺឃើញថាលំហាត់ដែលធំហើយធ្ងន់ជាងគេគឺនៅក្នុងមេរៀនទី4បាទ CQV ចរន្តខ្លះនេះហើយបាទហើយនៅវីដេអូបន្តទៀតលោកគ្រូនឹងបង្ហាញពីរូបមន្តមួយចំនួនដែលបងប្អូនត្រូវតែចេះបាទសម្រាប់ត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះបាទអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេហើយរាល់កំហុសខុសឆ្គងដែលលោកគ្រូបាននិយាយទៅបាទលើលោកខ្វះខាតដោយណាសូមបាទកាន់តែអភ័យទោសផងដែរព្រោះលោកគ្រូធ្វើវីដេអូដំបូងសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាបាទហើយសូមលោកគ្រូ Subscribe Channel របស់លោកគ្រូម្នាក់មួយផងបាទ